បាទសួស្តីបងប្អូនទាំងគ្នាថ្ងៃនេះគឺនៅសុកក៏ឃើញពូក៏លក់នំខ្ញុំមិនដឹងតែគេហៅនំអីដែរអញ្ចឹងណាអញ្ចឹងគាត់មានបវលនេះបើយើងបវលត្រូវយើងអាចយកនំបានមួយវាមានច្រើន option មាននំបានមួយហើយនឹង1000 2000 3000អញ្ចឹងតែនំនឹងមើលទៅតំណងណាគាត់មានអីគេបដូរខាងក្នុងហ្នឹងដូចជាដូងហើយក៏មានពណ៌ប្រកបស្អាតអញ្ចឹងណាហើយក៏ដាក់គ្រីមនៅពីលើហ្នឹងឆ្ងាញ់ណាស់ហ្នឹងគ្រីមហ្នឹងហើយក៏ដាក់ស្នូលពីលើទៀតដូចជាស្នូលដូងនៅពីលើហើយវាផ្អែមតិចតិចអញ្ចឹងណាតែឆ្ងាញ់នំហ្នឹងណាខ្ញុំឃើញគាត់លក់តាមផ្លូវទៅក៏ទិញមួយហូបអញ្ចឹងហើយមានក្មេងៗមកទិញច្រើនដែរតោះបវលទៀតមើលបវលមើលត្រូវអត់បវលមើលហើយគាត់ថាគាត់លក់ដាច់ច្រើននៅតាមសាលាពីច្រើនក្មេងៗគាត់ទិញអញ្ចឹងណានេះគាត់ដាក់គ្រីមនៅពីលើនេះគ្រីមហ្នឹងឆ្ងាញ់ណាវាគ្រីមនឹងអត់ផ្អែមទេប៉ុន្តែវាដូច creamy ហ្មងវាមានជាតិគេហៅគេនេះជាតិខ្លាញ់នៅខាងក្នុងណាគាត់លក់តែ1000ទេទូថ្លៃមែនតើអានេះបើលក់នៅតាមហាងធំវិញមិនក្រោម$1នេះមានក្មេងម្នាក់គាត់បវលទៀតប៊ីសត្រូវនោះប៊ីសបាននំមួយគាត់ថាគាត់លក់ដាច់ច្រើននៅតាមសាលាពីច្រើនហើយអូខេអរគុណច្រើនបងគឺវីដេអូនេះមានតែប៉ុណ្ណឹងបាយជួបគ្នាវីដេអូក្រោយអានេះគ្រាន់តែគាត់លក់លេងគាត់ថា